ពាក់ព័ន្ធទៅនឹងសុខភាពដែលខ្ញុំសូមនិយាយបាទគឺសុខភាពតបគ្រួសារតបនគរបាលគ្រួសារនគរបាលអាវុធហត្ថគ្រួសារអាវុធហត្ថមិនខុសពីប្រជាពលរដ្ឋទេយើងត្រូវតែធ្វើហើយក៏មិនភ្លេចអតីតយុទ្ធជននិងគ្រួសារផងដែរបាទអតីតមន្ត្រីរាជការស៊ីវិលនិងគ្រួសារផងដែររដ្ឋនឹងកាន់តែបង្កើនបន្ថែមតាមលទ្ធភាពដែលអាចជាងធ្វើបានតែច្រើនជាងមានប្រាក់បៀវត្សខ្លះនៅក្រោមមលានយើងនឹងគិតគូរដើម្បីជំរុញប៉ុន្តែខ្ញុំសួរពូខ្លះចូលដំបងប្រាក់សោធនបានតែ 40,000 រៀលទេបាទឥឡូវយើងបង្កើនប៉ុន្តែក្រៅពីប្រាក់យើងមានកន្លែងខ្លះរបបផ្ទះរបបជីវភាពរបបសន្តិសុខសង្គមបសសយើងពង្រីកបន្ថែមនេះគឺជាការបដិញ្ញាចិត្តហើយយើងមិនឈប់ទេយើងនៅបន្តតទៅទៀតនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលតាំងពីសម្ដេចតេជោហើយខ្ញុំដឹកនាំបន្តគណៈបព្វជិជននឹងបន្តដាក់គោលនយោបាយមិនឲ្យប្រជាជនណាមួយអត់មានបានការទទួលយកចិត្តទុកដាក់នោះទេទោះក្នុងកលៈទេសៈណាក៏ដោយហើយមិនបានត្រឹមតែនិយាយទ្រឹស្ដី0ទេពីណាតែអី0មកបានមកភ្នែកមើលអត់ទៅតែប្រជាជនបានផលសំខាន់អ្នកបានផលគាត់សុបាយចិត្តគាត់មិនទាន់សុបាយចិត្តដាក់សារមកប្រាប់យើងទៅដោះស្រាយជូននិយាយគ្នាខ្មែរនិងខ្មែរជួយដូចគ្នាអត់មានតែគាត់ល្អូមកតើគាត់ទេបើថាផ្ទះនឹងលេចខ្ញុំដាក់តែអាដាមគុណគឹមភ្លាមដាក់តែអាដាមអ៊ុំរាត្រីភ្លាមចោះទៅមើលជួសជុលភ្លាម